នេះអូនប៉ណ្ណឹងសិនបានហើយមកចាំស្អែកចាំធ្វើទៀត baby ចាបងអូនទៅឥឡូវហើយអូនចុកស្មៅបង្ហើយសិនបងមកអូនចាំស្អែកចាំប្រហើយទៅអូនម៉ោង6 7ល្ងាចហើយដល់ម៉ោងអូរ៉េងហើយអូនចាបងអូនដឹងតាអត់តែអូនអត់ចង់ទៅផ្ទះស្មាហ្នឹងខ្លាច CO នៅចាំផ្ទះរបស់យើងហ្នឹងណាព្រោះអីថ្ងៃហ្នឹងជាថ្ងៃដែលយើងត្រូវបង់លុយឲ្យគេហើយបងយើងដូចជាខានបង់ឲ្យគេប្រហែលខែអីបង2 ខែចូល3 ខែហើយអីបងអីហ្នឹងហើយអូនតែម៉ោង6 7ល្ងាចហើយ CO ឈប់ធ្វើការហើយស្មើនឹងនោះ CO ប្រញាប់ទៅអូរ៉េងដែរអូនហើយបងអើយកុំទុកចិត្តម៉េចកុំទុកចិត្តផ្កាយពេកបុគ្គលិក CO ហ្នឹងហើយកំពុងនៅពេលស្ដាប់កាត់ក៏មិនរត់ដុតក៏មិនឆេះជេរវិញណាក៏មិនឈឺដែរមុខក្រាបឲ្យមើមចិនសិនអញ្ចឹងបងធ្វើមិនទេអូនព្រោះឯនេះជាទូននីតិរបស់ពួកគាត់ក្នុងការបំពេញការងារឲ្យគេបើមិនធ្វើមុខក្រាបអញ្ចឹងទេมันអាចធ្វើការងារនឹងបានយូរអង្វែងទេអូនមកអូនប៉ណ្ណឹងសិនបានហើយចាំស្អែកចាំប្រហើយទៅអូនចាបង Let's go បងណែអូនណាថ្ងៃហ្នឹងយើងគិតរស់ស្លោអីឲ្យឆ្ងាញ់មាត់ម្ដងមើលអូនស្លោអីទៅបងហើយបងចង់ពិសាអីចាំអូនជាអ្នកធ្វើឲ្យបងចង់ញ៉ាំហើយកពីងរីកឆាមួយ7ទុំណាអូនហើយបងអើយវាមិនដែរណាយកកពីងរីកឆាមួយ7ទុំមិនទេបងអូនមិនដែរជួបប្រទះទេក្នុងមួយឆាលខោនចប់ឲ្យអូនអើយថៃបងស៊ីអូអូនស៊ីអូនៅផ្ទះយើងឃើញអត់អូនប្រាប់ឲ្យមិនជឿអូនទេថាស៊ីអូនេះស្បែកស្វិតណាស់មិនងាយតាណាទេមកដល់វិញហើយបងអីខ្ញុំអង្គុយចាំបងអញឡើងមួយថ្ងៃនេះមិនបានរកអតិថិជនអីទេចាំតែបងឯងមួយហ្នឹងអូយមួយដេកណាតោះអូនឡើងដេកចាបងឯងលើខ្ញុំនិយាយអត់បងឯងលឺឬមួយធ្វើមិនលឺការខ្ចីបងឯងក៏និយាយស្រួលម៉េះដល់ពេលសងខ្ញុំសួរ10ម៉ាត់អីមិនតន់ឆ្លើយមួយខ្ញុំ1ម៉ាត់ហ្នឹងបងឯងមិនសងស្មានតែបងឯងកិច្ចរួចមែនចោះខ្ញុំមានបានថាខ្ញុំមិនសងណាខ្ញុំសងតាបងគ្រាន់តែខ្ញុំមិនតន់មានលុយសងពេលខ្ញុំមានខ្ញុំសងឯងបងខ្ញុំមិនថោកឯងបងខ្ញុំថ្លៃឯងបងបើបងឯងថ្លៃបងឯងសងលើឲ្យខ្ញុំមកសារណាលឺតែបងឯងថាអត់តន់មានពេលណាបានបងឯងមានបើលើមួយថ្ងៃពីរថ្ងៃខ្ញុំចេះយកយល់ឲ្យបានទេបងតែបងលើច្រើនខែហើយអត់សងសោះហ្មងហើយទៅបងខែក្រោយខ្ញុំសងឯងខ្ញុំសងទាំងអស់ហ្មងខ្ញុំដាក់ផ្ទះលក់ដែរតែលក់អត់តន់ដាច់បងឃើញហើយតាណោះខ្ញុំដាក់ផ្លាកលក់ផ្ទះតែលក់ដាច់ខ្ញុំសងឯងបងមិនបាច់ភ័យទេខ្ញុំអត់បានភ័យទេបងបើបងមិនសងក៏គេរឹបអូសទ្រព្យសម្បត្តិរបស់បងដែរអញ្ចឹងបងខែក្រោយដឹងតែសងណាបើបងមិនសងទេខ្ញុំនឹងធ្វើតាមច្បាប់អីបងហ្នឹងហើយបងអញ្ចឹងខ្ញុំទៅវិញសិនអីបងចាំជួបគ្នាខែក្រោយបាទហ្នឹងហើយបងសុំចេញទៅឲ្យលឿនទៅបងខ្ញុំត្រូវការអូរ៉េងបងឈប់សិនមហាស្បែនមានរឿងអីមែនណប់ចិត្តបង មុនហ្នឹងណាអូនឃើញដូចជាផ្លាកគេដាក់លក់ផ្ទះបងចឹងណាបងថយឡានតែក្រោយសិនមើលតើជាផ្លាកគេដាក់លក់ផ្ទះមែនដែរឬទេអូខេអូនសំឡាញ់ពិតជាផ្លាកគេដាក់លក់ផ្ទះមែនបងអូនឃើញផ្ទះនេះហើយពិតជាមានចំណាប់អារម្មណ៍ណាស់ដូចជាមាននិស្ស័យជាមួយផ្ទះនេះខ្លាំងណាស់បងតើបងអាចទិញផ្ទះនេះឲ្យអូនបានទេហាន់នីញ៉ុងថៃមិនបានអូនឲ្យតែអូនចង់បានឆ្អីក៏បងទិញឲ្យបានដែរចាអូនពិតជាសេងខ្ជូមែនតែនបងសម្លាញ់អញ្ចឹងណាអូនអង្គុយចាំបងនៅតំណឹងសិនហើយបងឡើងទៅចរចាសួរតម្លៃគេសិនតើគេលក់ក្នុងតម្លៃប្រមាណចាបងតែឯងបង្លូមកម៉ែឯងឲ្យស្គាល់ខ្មោចអភិជននេះអីយីអានេះវ៉ៃស្រាសមចង់ផឹកស្រះណាំ
ដូងពីរឡៅឯងណែអាអូនណាថោកឡើងអាប៉ោបិនប្លង់ ហើយលោកពូជានរណាគេបានជាចូលមកដល់ក្នុងផ្ទះរបស់ខ្ញុំអញ្ចឹង ពូគឺជាអតីតជនមករត់ទិញផ្ទះក្មួយហ្នឹងណាហើយផ្ទះក្មួយឯងលក់ថ្លៃហ្មងដែរ បាទពូផ្ទះរបស់ខ្ញុំនឹងដាក់លក់ក្នុងតម្លៃ$50,000មិនចរចា អូតម្លៃ50000យូរឆ្អេះឆ្អេអីអត់អីទេអញ្ចឹងពូទិញយកទៅចោះ មិនក៏អីពូ មែនហើយពូអត់ចេះនិយាយបាត់ដៃខ្នងជើងឯក្មួយតែថាទិញគឺទិញហើយឲ្យខ្ជូអកូនមកពូបាញ់លុយឲ្យ ណែពូ អូខេបាញ់ចូលរួចរាល់ហើយអញ្ចឹងក្មួយទាំងពីរអ្នកឯងនេះឯងព្រឹកត្រូវតែចេញពីផ្ទះនេះជីតន់ហន់លឺណៅ បាទពូ អញ្ចឹងពូទៅវិញសិនហើយឡាយសិនហេបាយសាច់ជ្រូកខ បាទពូយ៉ាងម៉េចទៅហើយបងតើការចរចាគេព្រមលក់ឲ្យយើងទេបង គេព្រមលក់ឲ្យយើងហើយពោបលឹងដងស្ទឹងលោទឹកស្អុយបងបានបាញ់លុយឲ្យគេខ្ទេចខ្ទីអស់ហើយអញ្ចឹងស្អែកណាយើងចូលមកនៅតែម្ដងអូន ចាបង ហើយអូនអីអូនភ្ញាក់ឡើងភ្លឺអីចាបងវ៉ាវអូ my god អូនលុយចូលក្នុងកង់បង$50,000មែនតើអីបងមែនតើអូននេះវ៉ាវអូ my god លុយសុទ្ធបងតើនរណាជាអ្នកបាញ់លុយចូលក្នុងកង់របស់បងទៅហ្នឹងហើយអូនពីយប់មិញណាបងបានយល់សពឃើញពូម្នាក់គាត់មកទិញផ្ទះរបស់យើងហើយគាត់បានបាញ់លុយចូលក្នុងកង់បងភ្លាមតែម្ដងអូនបងសង្ស័យថាប្រហែលជាគាត់នឹងហើយអូនហើយវាមិនដែលមានទេបងចឹងមានតែពូហ្នឹងគឺជាខ្មោចប្រហែលជាចឹងដឹងអូនគាត់បានបាញ់លុយឲ្យបងហើយគាត់ដើរចុះទៅព្រៃហើយគាត់ប្រាប់ថាឲ្យយើងរើអីវ៉ាន់ចេញទៅព្រឹកហ្នឹងទៀតណាអូនហើយកុំឆោតពេកបងវាមិនដែលមានខ្មោចណាចេញមកទិញផ្ទះរបស់យើងទេបងអោះយើងមានលុយហើយតែជប់លៀងទិញកពឹសលេងស៊ីឲ្យឆ្ងាញ់ម្ដងមើលបងតោះអញ្ចឹងយើងទៅអូនយ៉ាឯងនេះហ៊ានភ្លេចពាក្យសន្យាផងអីយើងឲ្យឯងចេញពីព្រឹកមិញហេតុអីក៏ឯងមិនចេញដេកធីងគូតយ៉ាងអំភើយដូចមានតែពាក់អាណាមរយអញ្ចឹងអញចង់បុកមកឈើច្រត់នឹងធ្លុះដល់ចក្រវាឡឡូវម៉េចនឹងបងហេតុអីបានជាពួកគេមិនចេញពីផ្ទះរបស់យើងអញ្ចឹង អត់អីទេអូនម្លាញ់បើពួកវាមិនចេញទុកឲ្យបងជាអ្នកអូសពួកវាចេញដាក់ពួកហើយនៅរ៉ាផ្លូវនឹងហ្មងឲ្យចេញតាមស្រួលមិនចេញណា អូយមកខំអីបងបងអីបងមកខំហ៎អូនអីអូនហេតុអីបានជាយើងដេកក្រៅផ្ទះចឹងអូនមិនទៅជាចឹងវិញបងប្រហែលជាមានអភិនិហាអីមួយហើយបងគិតថាមិនមានអភិនិហាអីទេអូនប្រហែលជាមានអបកាច់យោណាវាអូសយើងចេញពីក្នុងផ្ទះនេះហើយ គ្មានអបកាច់យោណាជាអ្នកអូសចេញទេអញជាអ្នកអូសចេញ ហើយពួកឯងជានរណាគេអីក៏ថ្លើមធំម៉េះហ៊ានអូសខ្ញុំចេញពីក្នុងផ្ទះរបស់ខ្ញុំផងមែនហើយ អាណាថ្លើមធំឯងនឹងឲ្យថ្លើមធំហ៊ានដេកនៅក្នុងផ្ទះរបស់យើងឯងនេះបានធ្វើការលក់ផ្ទះនេះមកឲ្យយើងហើយមិនក៏ធ្វើឆាប់ភ្លេចម៉េះប្រូចឹងមានន័យថាអ្នកដែលបាញ់លុយចូលក្នុងកង់របស់ខ្ញុំ$50,000នោះគឺជាពូឯងមែនទេ ហ្នឹងហើយគឺជាយើង ចឹងតម្រូវឲ្យខ្ញុំធ្វើអ្វីបន្តទៀតទៅពូ យើងគ្មានតម្រូវឲ្យឯងនេះធ្វើអីបន្តទៀតទេគឺយើងឲ្យឯងចេញពីផ្ទះនេះ
ហើយតម្រូវឲ្យខ្ញុំចេញទៅយប់នឹងហ្មងមែនពូសុំ delay មកយប់2យប់ទៀតមកពូ អត់បានទេយើងឲ្យឯងចេញតាំងពីព្រឹកមិញហេតុអីក៏ឯងមិនចេញ ខ្ញុំស្មានតែជាការយកសបិនពូអាណាដឹងថាវាជាការពិត ហេបើជាការយកចវ័នវាមិនណាមានលុយ$50,000ចូលក្នុងកុងទេចេះតែមានហ្មង ខ្ញុំស្មានតែចំគួតណាវាច្រឡំដៃបាញ់ចូលក្នុងកង់របស់ខ្ញុំចឹងពូ វាគ្មានអាចចំគួតណាបាញ់ច្រឡំទេ$50,000យូរឆ្អេះឆ្អែមិន$50,000រៀលទេចេះច្រឡំជ្រួលម៉េចមុននឹងយើងបាញ់យើងមើលចិត្ត20ដងបានយើងចេះអូខេ ចឹងខ្ញុំសុំពេលប្រមូលអីវ៉ាន់ខ្លះសិនបានទេពូ អត់បានទេ expire អីយកបានតែខែនឹងមួយឯងយើងទៅវិញសិនហើយ